ម្នាក់នេះមិនក៏សម្លឹងខ្ញុំខ្លាំងម្ល៉េះហេតុអីក៏នាងស្អាតម្ល៉េះណោស្អាតក៏ស្អាតមានក៏មានមិនដឹងថាប្រុសណាទេដែលមានសម្លឹងបាននាងធ្វើជាប្រពន្ធអាចឲ្យលេខទូរស័ព្ទខ្ញុំមួយបានទេដើម្បីខ្ញុំណាតើបងសឹកកំពុងតែមានបំណងអីអូនណាអូនបានបងជាប្តីអូនធ្លាប់គិតថាស្ដាយក្រោយដែរទេហេតុអីក៏បងសួរអូនបែបនេះដោយសារតែបងគ្មានលុយគ្មានការងារធ្វើធំដុំដូចគេយើងរៀបការជាមួយគ្នា2ឆ្នាំហើយណាតែបងនៅតែមិនទាន់បានទិញផ្ទះសម្រាប់យើងទាំងពីរនាក់ផងការងាររោងចក្របែបនេះមិនដឹងថាពេលណាទើបសម្រេចបំណងទេបងកុំគិតបែបនេះអីទោះបីយើងមិនទាន់មានទ្រព្យសម្បត្តិអីដូចគេប៉ុន្តែសប្តាហ៍នេះពួកយើងក៏មានសុភមង្គលហើយចំណែករឿងផ្ទះពួកយើងខំសន្សំបន្តិចទៀតទៅវាគង់តែបានទេណាបងអរគុណណាស់អូនសម្លាញ់ដែលអូនគិតបែបនេះជាតិនេះបងសំណាងណាស់បានអូនជាប្រពន្ធបងចាហែងទៅបងជប់ហើយស្អែកនេះពួកយើងត្រូវទៅធ្វើការទៀតបាទណែពួកយើងបន្តិចទៀតនេះកូនស្រីលោកតកែនឹងចុះមកពិនិត្យការងារដល់កន្លែងដូច្នេះត្រូវត្រៀមលក្ខណៈការងារឲ្យបានល្អផងឮទេចាណែលក្ខណៈយើងឮថាកូនស្រីលោកតកែស្អាតខ្លាំងណាស់ណាអូគេជាកូនតកែរឿងអីដែលគេមិនស្អាតនោះមែនតើមិនដូចយើងទេបានប្រាក់ខែមួយខែណែទប់ទល់ថ្លៃផ្ទះជួលថ្លៃម្ហូបសឹងតែមិនរួចផងហើយគិតទៅណាក្រោមមេឃតែមួយតែវាសនាខុសគ្នាមែនគ្នាថាឯងបើឯងនៅតែនិយាយមិនធ្វើការស្រួលមិនស្រួលណាលុយជួបផ្ទះខែនេះក៏ឯងគ្មានផងមើលទៅអូយឯងនេះយើងឈប់និយាយហើយឈប់និយាយក៏បានកូនស្រីលោកតកែមកដល់ហើយសួស្តីអ្នកទាំងអស់គ្នាជំរាបសួរអ្នកនាងខ្ញុំជាប្រធាននៅទីនេះអ្នកនាងអាចអញ្ជើញពិនិត្យចាប់ពីកន្លែងនេះទៅមុនបានអ្នកនាងចាខ្ញុំមើលទៅកម្មករនៅក្នុងរោងចក្រម្នាក់ពិតជាខំប្រឹងធ្វើការខ្លាំងណាស់បែបហ្នឹងតើបានជារោងចក្រលោកប៉ាទទួលការកម្មង់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃបងប្រធានដឹងទេថានៅក្នុងរោងចក្រនេះមានកម្មករប្រហែលជាប្រមាណអ្នកដែរចានៅក្នុងរោងចក្រនេះមានកម្មករប្រហែលជា300នាក់កម្មករស្រីសរុបទៅប្រហែលជា250នាក់ក្រៅពីនោះសុទ្ធតែជាកម្មករបរិសុទ្ធទាំងអស់អ្នកនាងប្រុសម្នាក់នេះមិនក៏សម្លឹងខ្ញុំខ្លាំងម្ល៉េះបងប្រធានណាខ្ញុំគិតថាថ្ងៃនេះខ្ញុំមើលប៉ុណ្ណឹងសិនចុះព្រោះមានការងាររវល់បន្តិចថ្ងៃក្រោយខ្ញុំនឹងមកម្ដងទៀតចាអ្នកនាងហេតុអីក៏នាងស្អាតម្ល៉េះណោស្អាតក៏ស្អាតមានក៏មានមិនដឹងថាប្រុសណាទេដែលមានសម្លឹងបាននាងធ្វើជាប្រពន្ធហើយគិតច្រើនពេកហើយពិសិដ្ឋអើយជប់គិតទៅព្រោះឯងក៏មានប្រពន្ធហើយលក្ខណៈមិញនេះណាគ្នាឃើញប្តីឯងដូចជាតាមសម្លឹងកូនលោកថាកែមកដាក់ភ្នែកសោះហើយប្រហែលជាគាត់មើលធម្មតាហ្នឹងណាហើយធ្វើការទៅជិតដល់ម៉ោងចេញឥឡូវហើយអូស្អាតណាស់លោកអើយហេតុអីគ្រាន់តែឃើញភ្លាមចិត្តខ្ញុំសម័យឃើញតែរូបនាងបែបនេះបងហូបបាយបងអូរីយ៉ាហើយបងគិតដល់ណាហ្នឹងបងមានលឺអូនឲ្យហូបបាយទេមិញហ្នឹងអូបងគ្មានគិតអីទេតោះញ៉ាំបាយទៅចាបងនៅចាំអូននៅនឹងហើយណាអូនចូលទៅក្នុងផ្សារទិញម្ហូបមកផ្លែសិនបាទអូនចូលទៅចុះព្រះហើយជួបទៀតហើយហេតុអីបានជាខ្ញុំជួបនាងរហូតបែបនេះសួស្តីលោកបាទសួស្តីនាងមិនក៏អត់មកចប់បែបនេះខ្ញុំឃើញលោកពីរដងហើយម្ដងនៅក្នុងរោងចក្រហើយនឹងម្ដងទៀតនៅកន្លែងនេះខ្ញុំឃើញលោកសម្លឹងមកខ្ញុំរហូតចុះមិនក៏ពេលនេះនិយាយជាមួយខ្ញុំមិនហ៊ានមើលមកខ្ញុំបែបនេះខ្ញុំមិនហ៊ានទេហើយខ្លាចអីទៅលោកសម្លឹងមើលមកខ្ញុំទៅមើលតែមើលឃើញទេខ្ញុំមិនគួរឲ្យខ្លាចទេណាបាទអ្នកនាងមិនគួរឲ្យខ្លាចទេអ្នកនាងស្អាតណាស់ចាអរគុណហើយដែលបានសរសើរហើយលោកមកផ្សារជាមួយអ្នកណាដែរបាទខ្ញុំមកផ្សារជាមួយប្អូនស្រីខ្ញុំលោកមានប្អូនស្រីដែរមែនទេបាទមាននាងទើបតែដើរជួបផ្សារមិញហ្នឹងចាខ្ញុំឈ្មោះរយ៉ាហើយចុះលោកឈ្មោះអីដែរ
បាទខ្ញុំឈ្មោះពិសិន បងសិត អូបាទមកវិញហើយហ៎ អអ្នកនាងជាកូនស្រីលោកតាកែនតាជំរាបសួរអ្នកនាងចាជំរាបសួរ តោះលក្ខណៈយើងទៅផ្ទះវិញព្រោះថ្ងៃណាស់ហើយខ្លាចធ្វើម្ហូបមិនទាន់អ្នកនាងខ្ញុំទៅសិនហើយ ចាទៅចុះលោកអ្នកនាងខ្ញុំលាសិនហើយចាបងសិតឯងមិញនេះពេលបងឈប់និយាយជាមួយកូនស្រីលោកតាកែបងនិយាយពីអីខ្លះទៅបង គ្មានអីទេនាងគ្រាន់តែសួរនាំបងធម្មតាតា អូនមើលតានាងដូចជាមិនប្រកាន់រឹកអីសោះស្អាតក៏ស្អាតមានក៏មានតាមខ្ញុំមើលទៅប្រហែលជាមានបរិសុទ្ធច្រើនណាស់ដែលតាមសុំស្នេហ៍នាងតែមិនដឹងថាតើប្រុសណាទៅណោះដែលមានសំណាងនោះ ស្រីស្អាតប្រកាសជាបាននេះហើយធ្វើមិនទៅទើបអាចតាក់ទងនាងបានណោះលក្ខណៈអូនចូលទៅក្នុងមុនទៅបងយកម៉ូតូទៅទុកហើយចូលទៅតាមក្រោយ ចាបងសួស្តីពិសិដ្ឋ អូបាទសួស្តីអ្នកនាងមិនក៏មកដល់ពីព្រលឹមម្លេះថ្ងៃនេះ ខ្ញុំនៅផ្ទះក៏មិនដឹងធ្វើអីដែរម្យ៉ាងគិតថាចង់មកដល់កន្លែងពីព្រឹកបន្តិចដើម្បីឲ្យដឹងថាកម្មការិនីនៅក្នុងរោងចក្រមានការតស៊ូកម្រិតណា អ្នកនាងពិតជាថកែល្អមែនទាំងស្អាតទាំងចិត្តល្អទាំងពូកែនិងយកចិត្តទុកដាក់លើកម្មករនិងកម្មការិនីទៀតផង កម្មការិនីនៅក្នុងរោងចក្រមានការតស៊ូកម្រិតណា អ្នកនាងពិតជាថកែល្អមែនទាំងស្អាតទាំងចិត្តល្អទាំងពូកែនិងយកចិត្តទុកដាក់លើកម្មករនិងកម្មការិនីទៀតផង អរគុណហើយលោកត្រូវចូលទៅក្នុងឥឡូវនេះទេ បាទខ្ញុំចូលទៅឥឡូវនេះហើយអ្នកនាងចង់ចូលទៅខាងក្នុងដែរមែនទេ ចាស់មែនហើយអញ្ចឹងតោះចូលទៅទាំងអស់គ្នាតែម្ដងទៅ កាញ់មិនសមទេដឹងអ្នកនាង មានរឿងអីមិនសមទៅខ្ញុំមិនដែលប្រកាន់ខ្លួនអីទេ បាទអ្នកនាងដឹងទេអ្នកនាងគឺជាមនុស្សស្រីតែម្នាក់ដែលខ្ញុំលួចសរសើររហូតមក ហ៎ពិតមែនទេ បាទអ្នកនាងជានារីល្អគ្រប់យ៉ាងដែលខ្ញុំមិនដែលបានជួបសោះពីមុនមក ពិសេសសរសើរខ្ញុំបែបនេះខ្ញុំអៀនណាស់អាយអូយអូ អ្នកនាងមិនអីទេ ខ្ញុំមិនអីទេអរគុណលោកហើយបើកុំតែមានលោកខ្ញុំប្រហែលជាដួលដល់ដីបាត់ទៅហើយ បាទមិនអីទេ ខ្ញុំអាចងើបខ្លួនឯងបានអរគុណលោកហើយណា អូបាទ អូយមើលចាំមើលចត់លក្ខណៈនោះជាប្តីឯងតើណែដែលទៅលើកអ្នកនាងរីយ៉ានោះប្រហែលជាចៃដន្យពួកគេនៅចិត្តគ្នាអញ្ចឹងហើយបានជាបងសិនគាត់ជួយលើកអ្នកនាងរីយ៉ាទៅអូយតែគ្នាថាមើលទៅដូចជាមិនស្រួលអាមិនដឹងទេវ៉ៃកុំគិតអីផ្ដេសផ្ដាស់បងសិនគាត់មិនក្បត់គ្នាទេបើមិនក្បត់ល្អហើយតែឯងកុំភ្លេចណាអ្នកនាងរីយ៉ាទាំងស្អាតទាំងមានវើយហើយឯងមើលចុះណែតែមានកម្មករប្រុសឯណាដែលអាចនៅចិត្តអ្នកនាងរីយ៉ាបានដូចប្តីឯងនោះហ៎ជន់ជាអាចថាពួកគេដើរចិត្តគ្នាចៃដន្យអីអ្នកនាងរីយ៉ាក៏ដួលពេលដែលបងសិនមកដល់ចាត់ទុកថាគ្នាមិនបាននិយាយទៅចោះអូយហេតុអីក៏បងសិនផ្លែចឹងនេះរដងគាត់មិនដែលគេងមើលទូរស័ព្ទដល់ជុំបែបនេះទេបងសិនបងមិនគេងទេអី បងមិនទាន់ងុយគេងទេអូនគេងមុនទៅ តែពេលនេះមកដល់ហើយបងមិនក៏បងមិនទាន់ងុយបែបនេះហើយអូនឃើញបងមើលទូរស័ព្ទរហូតបងមើលអីអាចឲ្យអូនដឹងផងបានឬអត់ នេះលក្ខណៈអូនយ៉ាងម៉េចនឹងបងមើលអីក៏អូនចង់ដឹងដែរមែន មិនក៏បងស្ដាប់អូនបែបនេះអូនគាត់តែសួរបងតា អូនណាយើងរៀបការជាមួយគ្នា2ឆ្នាំហើយអូននឹងមិនទុកចិត្តបងទៀតមែនទេ តាំងពីអូនរៀបការជាមួយបងមិនដែលមានវិនាទីណាដែលអូនមិនទុកចិត្តបងទេប៉ុន្តែអូនសួរបងក្នុងន័យធម្មតាព្រោះអូនចង់ដឹងថាបងមើលអីមិនជាបងលោកអារម្មណ៍ដល់ថ្នាក់នេះមិនចង់កេងបែបនេះ បានហើយលក្ខណៈបងមិនចង់ឆ្លោះជាមួយអូនទេអូនគេងចុះ តែមានរឿងអីទៅដែលធ្វើឲ្យបងហ៊ានស្រែកនិងបង្ើយដាក់អូនបែបនេះបងសិតបងមិនចូលទៅក្នុងទេអី លក្ខណៈចូលទៅក្នុងមុនទៅបន្តិចទៀតបងទៅតាមក្រោយ ចា ហេតុអីក៏ថ្ងៃនេះរីយ៉ាមកយឺតម្ល៉េះណោះ ពិសាទអេលោកមិនទាន់ចូលទៅក្នុងទេអី នៅទីកំពុងចាំអ្នកនាងនឹងហើយអ្នកនាងមិនប្រកាន់ទីមែនទីដែលខ្ញុំចាំអ្នកនាងដើរចូលទៅក្នុងទាំងអស់គ្នាបែបនេះ ចាខ្ញុំមិនប្រកាន់ទេ អ្នកនាងពិតជាចិត្តល្អមែនស្អាតហើយមិនប្រកាន់ច្រើនទៀត ចាអរគុណហើយពិសាទតើយើងចូលទៅក្នុងទៅ អ្នកនាងចាំបន្តិចបានទេ ពិសាទមានការអីមែនទេ គឺថាអញ្ចេះទេបើអ្នកនាងមិនប្រកាន់ទី
តើអ្នកនាងអាចឲ្យលេខទូរស័ព្ទខ្ញុំមួយបានទេដើម្បីខ្ញុំបានតានេះលេខខ្ញុំបើប្រសិទ្ធមានការអីចង់ឲ្យខ្ញុំជួយប្រាប់ខ្ញុំមកចុះណា អរគុណណាស់អ្នកនាង តើបងសិទ្ធកំពុងតែមានបំណងអី បើអ្នកនាងមិនប្រកាន់ទេតើអ្នកនាងអាចឲ្យលេខទូរស័ព្ទខ្ញុំមួយបានទេដើម្បីខ្ញុំបានតានេះលេខខ្ញុំបើប្រសិទ្ធមានការអីចង់ឲ្យខ្ញុំជួយប្រាប់ខ្ញុំមកចុះណា អរគុណណាស់អ្នកនាង តើបងសិទ្ធកំពុងតែមានបំណងអីហេតុអីក៏ហ៊ានសុំលេខទូរស័ព្ទកូនស្រីថកែបែបនេះតើពួកគេស្និទ្ធស្នាលគ្នាដល់កម្រិតណាហើយអូយទេវតាអើយសូមកុំឲ្យដូចការគិតរបស់ខ្ញុំទៅចុះបងសិទ្ធអូនត្រូវទៅផ្សារបងជួយជូនអូនតែបន្តិចបានទេ បងមិនសូវស្រួលខ្លួនទេអូនអាចទៅម្នាក់ឯងបានទេ បងចាំមិនហើយបងវិលមកឬក្តៅខ្លួន បងមិនអីទេគ្រាន់តែអស់កម្លាំងតែបន្តិចប៉ុណ្ណោះ អូមិនអញ្ចឹងអូនទៅម្នាក់ឯងបានបងសម្រាប់ចុះ អាឡូអ្នកនាងរីយ៉ា ចាអាឡូលោកជាអ្នកណានឹង អាឡូអ្នកនាងរីយ៉ាអូបាទខ្ញុំគឺពិសិដ្ឋណា អូពិសិដ្ឋទេអីចាំមិនហើយលោកតែមកខ្ញុំមានការអីដែរ អូបាទគឺគ្មានការអីទេគ្រាន់តែចិត្តចង់ទេទៅអ្នកនាងព្រោះតែនឹកដល់អ្នកនាងពេក អេអាណាកបបលុយសង្ស័យតែភ្លេចនៅលើតុហើយចាប់មែន មិនដឹងថាតាំងពីនេះអ្នកនាងរីយ៉ាមានគិតដល់ខ្ញុំដូចខ្ញុំគិតដល់អ្នកនាងដែរទេ ចាគិតតាខ្ញុំក៏ចេះតែឆ្ងល់ខ្លួនឯងដែរថាហេតុអីបានជាចិត្តខ្ញុំនេះចេះតែគិតដល់ពិសិដ្ឋបែបនេះ បើបែបនេះមែនមានន័យថាចិត្តយើងដូចគ្នាណាស់ មិនធូរបងសិទ្ធនេះបងមិនជួយក្បត់ចិត្តខ្ញុំមែនទេហេតុអីទៅបងឃើញគេមានជាងអូនស្អាតជាងអូនបងភ្លេចប្រពន្ធកំសត់ម្នាក់នេះហើយមែនទេបងសិទ្ធ ប៉ុណ្ណឹងសិនចុះអ្នកនាងប្អូនស្រីខ្ញុំត្រឡប់មកវិញហើយ ថាម៉េចបងស្រីអីបងសិទ្ធអត់ខ្លាចជាបងស្រីបងតាំងពីពេលណាបងឆ្លើយមកបងឆ្លើយមកមិននេះបងនិយាយទូរស័ព្ទជាមួយអ្នកណាហ៎ លក្ខណៈអូនកុំរករឿងបងបានទេមិនមានមិត្តភក្តិបងគេទេមកគ្មានអីទេ បងកុហកអូនលើច្បាស់ណាស់គឺបងនិយាយទូរស័ព្ទជាមួយអ្នកនេះរីយ៉ាកូនថាការរងចាក់ហេតុអីក៏បងក្បត់ចិត្តអូនហេតុអីទៅបងហេតុអី បានហើយលក្ខណៈបើអូនដឹងហើយយើងបែកគ្នាទៅ បែកគ្នាបងសិទ្ធអូនជាប្រពន្ធបងណាហេតុអីទៅអូនមិនល្អត្រង់ណាក្រែកបងធ្លាប់សន្យាជាមួយអូនថាយើងនឹងមានផ្ទះរួមគ្នាបងនឹងធ្វើឲ្យគ្រួសារយើងមានសុភមង្គលនោះអីហើយក៏ពេលនេះបងភ្លេចអស់ហើយ លក្ខណៈបងសុំទោសអូនទៅចុះបងពិតជាមិនអាចផ្ដល់សុភមង្គលឲ្យអូនបានទេពេលនេះចិត្តបងលែងមានអូនហើយចាប់ពីពេលនេះទៅយើងបែកគ្នាចុះ អត់ទេបងសិទ្ធអត់ទេបងបើអូនមិនល្អត្រង់ណាបងអាចប្រាប់អូនបានបងកុំទៅចោលអូនបែបនេះអីណាបងសិទ្ធណា លក្ខណៈបងពិតជាមិនចង់លាក់នឹងអូនហើយក៏មិនចង់ឲ្យអូនមកពិបាកជាមួយបងយូរនោះដែរយើងបែកគ្នាជាជំរឿនល្អបំផុតហើយ បងសិទ្ធអេលក្ខណៈអញមើលម៉ូតនេះមើលស្អាតទេមានអីដែរស្អាតតាម៉ូតនេះក៏ស្អាតសមនឹងអញដែរនេះអើយលក្ខណៈអញមើលនោះគឺបងពិសិដ្ឋនឹងអ្នកនេះរីយ៉ានតើអញច្រឡំហើយគ្នាមិនដែលស្គាល់ពួកគេទេហាលក្ខណៈអញនៅធ្វើចិត្តមិនទាន់បានទៀតមែនទេអត់ដែរអញឃើញទេពួកគេទាំងពីរអ្នកសំគ្នាណាស់គ្នាមានតែជូនពរពួកគេឲ្យមានសុភមង្គលតែប៉ុណ្ណោះគ្នាគិតថាយើងគួរតែត្រឡប់ទៅវិញហើយអើយលក្ខណៈគ្នាពិតជាសរសើរឯងអាចធ្វើចិត្តបានណាបើគ្នាវិញមិននៅស្ងៀមបែបនេះទេវ៉ៃលក្ខណៈរួចហើយនៅតោះគ្នារួចហើយហើយយីអាមិនទេហ៎យ៉ាងម៉េចអាងតែមានឡានជិះគេមិនចេះមើលគេជិះម៉ូតូទេអីហើយលក្ខណៈឯងយ៉ាងម៉េចហើយហ៎អត់អីទេ អ្នកនាងឲ្យខ្ញុំសុំទោសផងដែលបើកឡានសាច់ទឹកដាក់អ្នកនាងលក្ខណៈ អូគឺប្រសិទ្ធតើអេមានឡានទំនើបជិះប៉ុណ្ណឹងជិះមិនចេះមើលអ្នកក្រទេមែនទេហ៎អត់ដែរតើយើងគ្នាមិនចាំនៅកន្លែងនេះទេចាប់សិនបើខ្ញុំចាំមិនខុសទេនាងគឺជាបងស្រីបងពិសិដ្ឋមែនទេអ្នកណាថាអេអត់ដែរបានហើយតើយើងណែលក្ខណៈថ្ងៃនេះឯងត្រូវនិយាយដឹងសក់ខ្មៅឯងរងអយុត្តិធម៌មួយឆ្នាំមកហើយឯងត្រូវនៅក្រុមដំណាទៀតហ៎អយុត្តិធម៌មានរឿងអីទៅ
នេះមានរយដែលខ្ញុំមិនទាន់ដឹងមែនទេ ខ្ញុំថារិយាពួកយើងបញ្ញាប់ទៅព្រោះតែទៀតនេះពួកយើងត្រូវឡើងយន្តហោះផងតោះបញ្ញាប់ទៅ ប៉ុន្តែ តោះបញ្ញាប់ទៅ អូយស្មានតែបាននិយាយលើកដង្ការពិតហើយតើនេះប្រហែលជានិយាយថាឯងជាប្អូនស្រីគេហើយមើលទៅអាដាគ្នាជប់កិនយូរហើយគេចង់ធ្វើអីស្អីតែគេចុះវាស្នាប់បងសិតពេលនេះល្អជាងមុនឆ្ងាញ់ណាស់មានឡានជីមានលុយចាយមាននារីដ៏ល្អម្នាក់នៅក្បែរខ្លួនតែប្រុសណាស់ដែលមិនចង់បាននោះអូយលក្ខណៈអើយគ្នាសែនអាណិតឯងខ្លាំងណាស់តោះយើងប្រចាំទៅផ្ទះយប់ហើយតោះអេអ្នកនាងមិញនេះនិយាយអីប្លែកហាក់ដូចជាចង់ប្រាប់រឿងអ្វីម្យ៉ាងបងសិតដែរអូនគិតថារឿងដដែលលេងនៅក្រៅប្រទេសអូនចង់លើកថ្ងៃបានទេបងសិត ហេតុអីអូន គឺព្រោះអូនភ្លេចថាអូននេះមានរឿងត្រូវដោះស្រាយបន្ទាន់ណាបងសិតណា ស្រេចតែអូនពេញចឹង សួស្ដីអ្នកនាងរីយ៉ាសំទោសផងណាដែលឲ្យអ្នកនាងរងចាំចាមិនអីទេអ្នកនាងអង្គុយចុះមកណាអ្នកនាងត្រូវការកំងអីភេសជ្ជៈអីភាសាទេអូយខ្ញុំសុំកាហ្វេមួយកែវបានហើយអូនណាបងសុំកាហ្វេមួយកែវមកណា បាទ អូយសំទោសផងអ្នកនាងមិនដឹងថាតើអ្នកនាងចង់ជួបខ្ញុំមានរឿងអ្វីដែរមានប្រកាសជាមានហើយអ្នកនាងចាំបានទេកាលពីថ្ងៃមុនដល់ឡានខ្ញុំសាច់ទឹកដល់អ្នកនាងហើយអ្នកនាងថាមានរឿងដែលត្រូវនិយាយឲ្យដឹងសោះខ្មៅនោះអូយអ្នកនាងពិតជាចង់ដឹងរឿងនោះមែនអីមែនហើយព្រោះខ្ញុំស្ដាប់ទៅដូចជាមានអាកំបាំងអ្វីម្យ៉ាងតើអ្នកនាងអាចប្រាប់ខ្ញុំបានទេបានអ្នកនាងពិតជាចង់ដឹងមែនខ្ញុំប្រាប់ក៏បាននេះកាហ្វេអ្នកនាងអរគុណរឿងដែលខ្ញុំចង់និយាយនោះគឺពិសិដ្ឋដែលសង្សារអ្នកនាងនោះណាតាមពិតទៅគេគឺជាស្វាមីមិត្តភក្តិរបស់នាងខ្ញុំហាថាម៉េចមិនប៉ិតទេមិនប៉ិតអូយអ្នកនាងជឿក៏បានមិនជឿក៏បានតែអ្វីដែលខ្ញុំនិយាយគឺជាការពិតហើយភរិយារបស់បងពិសិដ្ឋគឺលក្ខណៈដែលពិសិដ្ឋតែងតែប្រាប់អ្នកនាងថាជាប្អូនស្រីនោះអីពិសិដ្ឋណាបានលួចតាក់ទងជាមួយអ្នកនាងទាំងដែលមិត្តខ្ញុំនេះមិនបានដឹងអ្វីសោះពេលដែលលក្ខណៈចាប់បានគឺថាពិសិដ្ឋកំពុងតែតាក់ទងជាមួយអ្នកនាងពិសិដ្ឋគេក៏សំបែកតែម្ដងមិត្តភក្តិខ្ញុំនេះគេល្អខ្លាំងណាស់សុកចិត្តក្រំទ្រូងក៏មិនស្រេចទៀមទាយកប្តីរបស់គេមកវិញដែរបែបនេះមែនខ្ញុំកំពុងតែមានឈ្មោះថាដណ្ដើមប្តីគេហើយមែនទេខ្ញុំមិនបានតាំងចិត្តទេខ្ញុំមិនអាចចង់បានសង្សារឬក៏ប្តីរបស់អ្នកណាម្នាក់ទេហើយបើគិតទៅអ្នកនាងក៏ជាអ្នករងគ្រោះដែររឿងនេះណាខ្ញុំមិនចង់និយាយទេព្រោះមិនចង់ឲ្យអ្នកទាំងពីរបែកបាក់គ្នាលក្ខណៈណានាងក្រំគ្រារងទុកខ្លាំងយ៉ាងណាក៏សុកចិត្តស៊ូទ្រាំតែម្នាក់ឯងខ្ញុំនិយាយត្រង់ទៅចុះខ្ញុំអាណិតមកខ្ញុំខ្លាំងណាស់ដែលមកជួបរឿងបែបនេះអ្នកនាងសូមអ្នកនាងជួយនាំខ្ញុំទៅជួបជាមួយលក្ខណៈរបស់អ្នកនាងផងបានទេខ្ញុំចង់ទៅសុំទោសនាងដោយផ្ទាល់ណាចាស់បានលក្ខណៈឯងនៅទេនៅតែចាំមកផ្លែតអូអាដាចូលមកសិនមកចាំមកផ្លែតណែឯងមើលណែខ្ញុំនាំអ្នកណាគេមកអ្នកនាងរីយ៉ាពឹងគ្នាឲ្យជូនមកទីនេះអ្នកនាងមកទីនេះធ្វើអីទៅលក្ខណៈខ្ញុំបានដឹងរឿងក្បត់របស់បងពិសិដ្ឋអស់ហើយគឺអាដាជាអ្នកប្រាប់ខ្ញុំដឹងថាលក្ខណៈប្រហែលជាខឹងនឹងខ្ញុំហើយដែលខ្ញុំជាជនទី3បំបាច់គ្រួសារអ្នកនាងប៉ុន្តែខ្ញុំពិតជាគ្មានបំណងទេបើសិនជាខ្ញុំដឹងថាបងសិទ្ធគាត់មានប្រពន្ធខ្ញុំក៏មិនធ្វើបែបនេះដែរខ្ញុំមកនេះគឺដើម្បីមកសុំទោសលក្ខណៈបើទោះបីលក្ខណៈមិនព្រមលើកលែងទោសឲ្យខ្ញុំក៏ខ្ញុំត្រូវតែមកដែរខ្ញុំសុំទោសពិតមែនសុំទោសអ្នកនាងកុំធ្វើបែបនេះអីខ្ញុំមានឋានៈតូចទាបមិនសមឲ្យអ្នកនាងមកលើកដៃសំពះខ្ញុំបែបនេះទេលក្ខណៈឲ្យខ្ញុំសុំទោសចុះខ្ញុំដឹងថាខ្ញុំត្រឹមតែលើកម្រាមដៃសំពះមិនស្មើនឹងការខូចចិត្តដែលអ្នកនាងបានជួបឡើយខ្ញុំនេះអាក្រក់ខ្លាំងណាស់បានហើយអ្នកនាងធ្វើបែបនេះក៏ដោយសារតែអ្នកនាងស្រឡាញ់តែមិនដឹងថាមកសិតមានប្រពន្ធរួចទៅហើយខ្ញុំមិនបានទោសអ្នកនាងទេអ្នកនាងត្រឡប់ទៅវិញចុះខ្ញុំអរគុណលក្ខណៈណាស់ដែលមិនប្រកាន់ខឹងនឹងខ្ញុំតាមពិតទៅបងសិតមានភរិយាដ៏ល្អម្នាក់បែបនេះគួរតែចេះមើលថែឲ្យបានល្អមិនគួរណាបោះបង់នាងចោលបែបនេះសោះវាហួសអស់ទៅហើយសូមអ្នកនាងត្រឡប់ទៅវិញទៅរិយាអូនរបងមានការអីមិនទេបងមកដល់ហើយហេហេតុអីអូនធ្វើមកបែបនេះបងសិតយើងបាច់គ្នាទៅហេតុអីពួកយើងមិនដែលមានរឿងអីជាមួយគ្នាផងនៅសុកមិនក៏អូនជុំសុំបងបែកបែបនេះឬក៏បងខុសអីអូនអាចប្រាប់បងបានខុសបងពិតជាខុសហើយខុសធ្ងន់ខ្លាំងទៀតផងបងសិតគេទៅមើលថាតើបងបានសាំងកំហុសអ្វីខ្លះរិយាបងពិតជាមិនដឹងពិតមែនបានអូនប្រាប់បងទៅចុះគឺបងបានក្បត់ចិត្តប្រពន្ធរបស់បងដើម្បីមកយកអូនបងសិតហេតុអីក៏បងធ្វើបែបនេះទៅរួចបងមិនធ្លាប់ទៅឬអត់ថាពេលដែលបងធ្វើបែបនេះតើអូនសប្បាយចិត្តទេតើភរិយារបស់បងនាងរកទុកខ្លាំងប៉ុណ្ណាហេតុអីក៏បងអាត្មានិយមបែបនេះហ៎បងមិន
ដូចជាបងសិតដែលអូនធ្លាប់ស្គាល់ទេ រិយាតែបងធ្វើទាំងអស់នេះក៏ព្រោះតែបងស្រឡាញ់អូនយល់ទេ អត់ទេបងមិនមែនស្រឡាញ់ខ្ញុំទេតែបងកំពុងតែធ្វើឲ្យខ្ញុំស្ទើរស្លាប់ដោយសារតែភាពលុបលន់របស់បងសិតចាប់ពីពេលនេះទៅយើងមិនបាច់ជួបមុខគ្នាទៀតទេ រិយាបន្ទាប់ពីពិសិដ្ឋស្បែកគ្នាជាមួយរិយាពិសិដ្ឋបានខ្លាចទៅជាមនុស្សប្រមាថលែងដឹងខុសត្រូវចំណែកឯលក្ខណៈនាងមានស្វាមីថ្មីទៀតរស់នៅយ៉ាងសុខសាន្តប្តីប្រពន្ធកុំបោះបង់គ្នាក្នុងគ្រាលំបាកពេលក្រត្រូវខំទាំងអស់គ្នាពេលមានត្រូវសោយសុខទាំងអស់គ្នានោះទើបជីវិតគូមានសុភមង្គល